សួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំបានមកធ្វើការបង្ហាញពីរបៀបការបិទអនឡាញនៅក្នុង Telegram របស់យើងដើម្បីយើងធ្វើការបិទអនឡាញមិនឲ្យគេដឹងថាយើងបើកអនឡាញតែជាដំបូងគឺយើងចូលមកកាន់ account របស់យើងមកកន្លែង setting ពាក្យថា setting កន្លែងយើងតាំង profile ចុចលើវាមកបន្ទាប់មកទៀតយើងធ្វើការអូសមកខាងក្រោមហើយយើងឃើញរូបសោនេះទេសញ្ញាសោនេះចឹងយើងធ្វើការចុចទៅលើវាមកហើយបន្ទាប់មកទៀតយើងធ្វើការអូសមកខាងក្រោមយើងយកពាក្យ license online នេះអញ្ចឹងយើងធ្វើការចុចលើវាមកដល់ត្រង់ចំណុចនេះបើយើងធ្វើការគ្រីសទៅលើចំណុចលើនេះគឺយើងធ្វើការបើកអនឡាញតែបើយើងយកពាក្យខាងក្រោម Nodo បាយនេះគឺយើងធ្វើការបិទអនឡាញអញ្ចឹងខ្ញុំគ្រីសខាងក្រោមនេះខ្ញុំធ្វើការបិទអនឡាញអញ្ចឹងគេមិនដឹងថាខ្ញុំបើកអនឡាញទេបើយើងយកខាងលើនេះគេនឹងដឹងថាខ្ញុំបើកអនឡាញជាចុងក្រោយនេះបើសិនជាបងប្អូនអាចធ្វើការចង់បិទអនឡាញឲ្យគេដឹងយើងអាចយក tag ខាងក្រោមដូចខ្ញុំនេះជាចុងក្រោយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ